បាទសួស្តីបងប្អូនអ្នកគ្នាចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញបងប្អូនអ្នកគ្នាអំពីការ configuration ក៏ដូចជាការសរសេរ program នៅក្នុង PLC របស់យើងបាទសម្រាប់ធ្វើការទាញទិន្នន័យចេញពី flow meter របស់យើងបាទដែលយើងប្រើប្រាស់នៅ Profinet Communication ចឹងដូចបងប្អូនបានឃើញនៅក្នុងរូបភាពនេះស្រាប់គឺយើងមាន PLC របស់យើងបាទធ្វើការភ្ជាប់ទៅកាន់ flow meter របស់យើងនីមួយៗហ្នឹងគឺតាមរយៈProfinet បាទ communication អញ្ចឹងនៅលើឧបករណ៍របស់យើងនីមួយៗគឺយើងមាន IP address របស់វាបាទអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនអំពីការ configuration នៅក្នុង TA portal ក៏ដូចជារបៀបនៅក្នុងការសរសេរ program ដើម្បីអាចឲ្យយើងទាញទិន្នន័យចេញពី flow meter ទាំងអស់នឹងបានបាទចាឥឡូវយើងចូលទៅដល់ការបាទបង្កើត program នៅក្នុង TA portal របស់យើងបាទអញ្ចឹងសម្រាប់ communication តាមរយៈ Profinet នេះផងដែរបងប្អូនត្រូវមាន file បាទយើងហៅថា GSD file សម្រាប់ flow meter ដែលយើងយកមកប្រើហ្នឹងបាទអញ្ចឹងសម្រាប់ GSD នេះគឺ Profinet Communication ដោយសារតែខ្ញុំធ្វើការបាទ read ទិន្នន័យចេញពី flow meter តាមរយៈបាទ Profinet បាទអញ្ចឹងបងប្អូនត្រូវទៅបាទ download បាទតកតងជាមួយនឹង GSD file បាទសម្រាប់ Profinet នឹងបងប្អូនអាចចូលទៅក្នុង description បាទអញ្ចឹងបងប្អូនអាចចុច download សម្រាប់ GSD file នេះដែរអញ្ចឹងសម្រាប់ប្រភេទដែលខ្ញុំនឹងយកមកបង្ហាញបងប្អូននៅក្នុងវីដេអូនេះគឺយើងប្រើប្រាស់នៅ flow meter model បាទ Promax បាទ Promax 300និង500បាទអូខេឥឡូវខ្ញុំចូលទៅបើកបាទ TA portal របស់យើងមកចឹងដើម្បីអាចធ្វើការ communicate តាមរយៈ Profinet នឹងបានគឺយើងត្រូវទៅ import ទៅលើ GSD file របស់យើងជាមុនសិនណាបាទអញ្ចឹងខ្ញុំបង្កើត new project មួយមកខ្ញុំដាក់ថា Profinet បាទ communicationជាមួយ flow meter របស់យើងបាទអញ្ចឹងប្រភេទ flow meter ដែលខ្ញុំយកមកបង្ហាញនេះបាទគឺជា ENH បាទ flow meter អញ្ចឹងមិនថាប្រភេទ model ណាឬក៏ brand ណាទេបងប្អូនអាចធ្វើការ communication តាមរយៈ Profinet នឹងបានដូចគ្នាបើសិនជា flow meter បងប្អូនមាន option សម្រាប់ communicate តាម Profinet ហ្នឹងបាទអញ្ចឹងគ្រាន់តែយើងមានជាប្រភេទ GSD file ហ្នឹងមកគឺយើងអាចធ្វើការ config វាបានដែរបាទអញ្ចឹងឥឡូវខ្ញុំចូលទៅធ្វើការចរទៅយក CPU របស់យើងអញ្ចឹង CPU ដែលយើងនឹងប្រើហ្នឹងគឺបាទ PLC S7 1500ហើយខ្ញុំប្រើបាទ model មួយនេះបាទយើង add វាមួយមកចឹងបន្ទាប់ពីធ្វើការចរយកប្រភេទ CPU របស់យើងរួចហើយចឹងយើងនឹងធ្វើការទៅ import GSD file សម្រាប់ flow meter របស់យើងនឹងបាទអញ្ចឹងfile ខ្ញុំបាន download រួចហើយដូចដែលបានបង្ហាញបងប្អូនមុនហ្នឹងអញ្ចឹងខ្ញុំនឹងទៅ import file នឹងបញ្ចូលនៅក្នុង TA portal របស់យើងបាទបាទអញ្ចឹងចូលមកដល់កន្លែងនេះអញ្ចឹងយើងដើម្បីធ្វើការ import ទៅលើ GSD file របស់យើងនេះបងប្អូនចូលកន្លែង option មកហើយចូលកន្លែងបាទ manage general station description ហើយគេបើកវងចកគឺ GSD បាទយើងចុចនៅលើនឹងមួយមកបន្តមកទៀតបងប្អូនត្រូវចុចបាទទៅចុចfile ដែលបងប្អូនចង់ import អញ្ចឹងរបស់ខ្ញុំមិញគឺនេះខ្ញុំចង់ import ទៅលើ GSD file សម្រាប់ Promax 300និង500បាទអញ្ចឹងយើង select folder ហ្នឹងមកអញ្ចឹងវានឹងបង្ហាញនេះ file របស់យើងបាទអញ្ចឹងសម្រាប់ file នេះគឺនៅក្នុង TA portal របស់ខ្ញុំគឺអត់ទាន់មានទេអញ្ចឹងវាបង្ហាញ status គឺ not yet install បាទអញ្ចឹងយើងគ្រាន់តែគ្រីសនៅលើវានឹងមួយមកហើយយើងចុចថា install មកបាទអ
ចឹងយើងធ្វើការចាំ template ទៅវានឹងធ្វើការ install GSD file នឹងឲ្យយើងឯបាទចឹងបន្ទាប់ពីបាន GSD file ហ្នឹងហើយគឺយើងអាចបាទទៅធ្វើការ config បាទជាមួយនឹង PLC របស់យើងបានហើយបាទយើងឲ្យវា communicate គ្នាតាមរយៈ Profinet បាទបាទចឹងកន្លែងនេះយើងធ្វើការចាំវាមួយ plate ទៅចឹងបន្ទាប់ពីវាធ្វើការ update និង install file របស់យើងដែលយើងបាន add ចូលហ្នឹងបាទឥឡូវគឺបាន install រួចរាល់ហើយចឹងខ្ញុំត្រឡប់មកកាន់បាទកន្លែង hardware របស់យើងវិញបាទអូខេចឹងមុននឹងចូលទៅដល់ config ជាមួយនឹង flow meter ចឹងខ្ញុំមក assign IP បាទសម្រាប់ flow សម្រាប់ PLC របស់យើងបាទឲ្យហើយសិនចឹងនេះខ្ញុំនឹងប្រើប្រាស់ទៅលើ IP ដែលខ្ញុំបានរៀបចំរួចជាស្រេចនេះបាទគឺ 10.20.1.1 បាទអូខេចឹងខ្ញុំចូលមកកន្លែង port បាទ port LAN នឹងមកបន្តមកនេះបងប្អូនចូលកន្លែង Ethernet address ចឹងវានឹងបង្ហាញកន្លែងនេះចឹងកន្លែងនេះរបស់ខ្ញុំគឺបាទខ្ញុំប្រើ IP វា10.20 បាទ .1.1 បាទអូខេ .1.1 ហើយ subnet mask របស់យើងគឺ255 2ខ្សែកុដបាទ255 2ខ្សែកុដបាទ0អូខេgateway កន្លែងនេះយើងចង់ assign ក៏បានដែរបើសិនជាអត់មាន gateway យើងបាច់ assign ក៏បានដែរអូខេអញ្ចឹងខ្ញុំអត់ assign gateway ទេនៅក្នុងនេះបាទអញ្ចឹងបន្ទាប់ពីធ្វើការ install សុំទោះ config ទៅលើ IP របស់ PLC រួចរាល់ហើយអញ្ចឹងខ្ញុំនឹងទៅបាទធ្វើការ add ទៅលើ flow meter របស់យើងអញ្ចឹងបងប្អូនចូលកន្លែង network view នេះមកបាទបន្ទាប់មកទៀតយើងទៅបាទរកបាទfiles ដែលយើងបាន import ចូលមុនហ្នឹងបាទសម្រាប់ flow meter របស់យើងបាទអញ្ចឹងចូលបាទនេះ file ដែលយើង add មុនហ្នឹងវាជា Entrez Hauser បាទ Promas 300និង500បាទអញ្ចឹងយើងអាច select វាតាម version សម្រាប់ឧបករណ៍របស់យើងបានបាទឥឡូវខ្ញុំយក version 1.1 បាទខ្ញុំចាប់ទាញវាយកមកដាក់កន្លែងនេះមកអូខេបាទបន្តមកទៀតខ្ញុំនឹង assign IP ឲ្យវាបាទឬយើងអាចមកចាប់បាទកន្លែងនេះបាទកន្លែង port LAN របស់ PLC របស់យើងយកមក connect បាទជាមួយនឹងបាទ flow meter របស់យើងបាទអញ្ចឹងយើងគ្រាន់តែ connect ទៅIP សម្រាប់ flow meter របស់យើងវានឹងបាទ follow ទៅតាម IP របស់ PLC របស់យើងអញ្ចឹងខ្ញុំចូលមកយើងអាចចូលមកកែ IP វាបានដូចគ្នាបាទបើសិនយើងអត់ចង់ default ទេអញ្ចឹងកន្លែងនេះសម្រាប់ flow របស់យើងគឺ 10.20.1.2 បាទអញ្ចឹងឃើញថាវាត្រូវហើយចឹងខ្ញុំអត់ចាំបាច់ថាត្រូវបដូរអីបន្ថែមទៀតទេកន្លែងហ្នឹងបាទអញ្ចឹងបងប្អូនគ្រាន់តែ config តែប៉ុណ្្នឹងមកហើយយើង assign IP របស់វាទៅតាមអ្វីដែលយើងចង់បានឬក៏យើងកំណត់មកអញ្ចឹងគឺគ្រាន់តែប៉ុណ្្នឹងបងប្អូនបញ្ចូល program ហ្នឹងទៅកាន់ PLC របស់យើងគឺបើវានឹងអាចធ្វើការតំណែងជាមួយនឹង flow meter របស់យើងបានអញ្ចឹងសម្រាប់ flow meter នេះបងប្អូនត្រូវទៅធ្វើការ set IP របស់វាដូចគ្នាបាទយើង set នៅលើអាច set នៅលើ flow meter របស់យើងហ្នឹងគឺបើវាមានកន្លែងសម្រាប់ឲ្យយើងកំណត់ IP របស់វាដូចគ្នាបាទអញ្ចឹងយើងត្រូវតែកំណត់ IP address របស់វាទៅតាមអ្វីដែលយើងបានកំណត់នៅក្នុង program នេះបាទទើបវាអាច connect ជាមួយនឹង PLC របស់យើងបានអញ្ចឹងបន្តទៀតគឺយើងនឹងចូលបាទមកមើលតកតងជាមួយនឹង address បាទ address សម្រាប់ flow របស់យើងនេះបាទអញ្ចឹងគឺវាមាននេះហើយអញ្ចឹងនៅលើហ្នឹងគឺបាទវាមាន address សម្រាប់ mass flow បាទអញ្ចឹង address mass flow របស់យើងគឺបាទវាចាប់ពីបាយ126ទៅដល់
130បាទអញ្ចឹងគឺបាទវាប្រើ32 bit បាទកន្លែងសម្រាប់mass flow volume flow គឺដូចគ្នាបាទវាប្រើ32 bit ដូចគ្នាអញ្ចឹងសម្រាប់ address ទាំងអស់ហ្នឹងគឺបាទវានឹងបង្ហាញបាទតម្លៃបាទសម្រាប់ mass flow គឺវានេះវា store នៅក្នុង address មួយនេះបាទសម្រាប់ volume flow វានឹង store នៅក្នុង address មួយនេះបាទនេះ correct volume flow វានៅក្នុង address មួយនេះអញ្ចឹងសម្រាប់ address នេះគឺយើងអាចប្ដូរបានបាទយើងអាចកំណត់បានទៅតាមអ្វីដែលយើងចង់បានឬក៏បងប្អូនចង់ប្រើប្រាស់ default បាទដោយអ្វីដែលនៅក្នុង program generate ឲ្យយើងនេះក៏យើងអាចបាទអាចយកវាមកប្រើបានដូចគ្នាអញ្ចឹងបើសិនជាយើងចង់ read តន្ន័យសម្រាប់ mass flow អញ្ចឹងបងប្អូនគ្រាន់តែប្រើបាទ D 126បាទហើយយើងកំណត់ data type វាជាប្រភេទ real ទៅអញ្ចឹងនៅពេលដែល flow meter របស់យើងវា detect ឬក៏វា read បាន volume flow ប្រមាណគឺវានឹងបាទបង្ហាញនៅក្នុង address មួយនឹងឯងបាទអញ្ចឹងសម្រាប់ temperature គឺដូចគ្នាបាទ temperature គឺវានឹងបង្ហាញនៅក្នុង address នេះអញ្ចឹង address នេះគឺ input អញ្ចឹងយើងប្រើវាជា PID ដោយសារតែវា32 bit បាទអញ្ចឹងគឺប្រើជា double word បាទ D បាទឬក៏ PID ឬក៏ D សំដៅ ID បាទអញ្ចឹងវានឹងបង្ហាញសម្រាប់ totalizer បាទគឺចំនួនសរុបសម្រាប់flow meter count បានហ្នឹងគឺវានេះបង្ហាញនៅក្នុង address មួយនេះបាទ156បាទ PID 156អញ្ចឹងសម្រាប់ flow meter របស់យើងគឺវាមាន totalizer 3មាន totalizer 1 totalizer 2 totalizer 3អញ្ចឹង address របស់វានេះបាទវាមានទៅតាមរបស់វារៀងខ្លួនបាទអញ្ចឹងជាទូទៅយើងប្រើតែ totalizer មួយទេបាទអញ្ចឹងបងប្អូនអាចនេះចំនួនដែលបង្ហាញនៅលើ flow meter ថាបាទវា count បានប្រមាណហ្នឹងគឺបង្ហាញនៅលើបាទ address មួយនេះបាទអញ្ចឹងសម្រាប់ការ config ទៅលើ flow meter របស់យើងគឺនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងអញ្ចឹងនៅក្នុងវីដេអូបន្តទៀតគឺខ្ញុំនឹងបង្ហាញបងប្អូនអំពីការបាទយក address ទាំងអស់នេះបាទយកទៅសេនៅក្នុង program សម្រាប់ឲ្យបាទតម្លៃនីមួយៗហ្នឹងវាធ្វើការបង្ហាញបាទនៅលើ HMI បាទឬក៏យើងអាចធ្វើការ set ឲ្យ totalizer របស់វានេះ0តាមរយៈ HMI ឬក៏តាមរយៈ program PLC របស់យើងបានដូចគ្នាបាទអញ្ចឹងសម្រាប់នៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងបាទសូមអរគុណ